ធាតុផ្សំសំខាន់ដែលជួយឲ្យសាលាដំណើរការទៅដល់រលូននិងមានប្រសិទ្ធភាពខ្ពស់ទី1ការកំណត់នៅចក្ខុវិស័យនិងបេសកកម្មច្បាស់លាស់ទី2កិច្ចការរដ្ឋបាលទី3កម្មវិធីសិក្សាទី4ផ្នែកហិរញ្ញវត្ថុទី5ផ្នែកធនធានមនុស្សទី6គឺបច្ចេកវិទ្យាទីផ្សំទាំង6ហ្នឹងគឺវាមានចំណុចសំខាន់ជាច្រើននៅខាងក្នុងហ្នឹងហើយចង់ប្រសិនបើយើងរៀបចំ6ចំណុចហ្នឹងបានល្អគឺធ្វើឲ្យដំណើរការទៅដល់រលូនមានប្រសិទ្ធភាពហើយកាត់បន្ថយនៅហានិភ័យក៏ដូចជាការជិះក្បាលហើយនិងការបាត់បង់របស់ក្រុមហ៊ុនអញ្ចឹងទី1ពាក់ព័ន្ធជាមួយនឹងការរៀបចំចក្ខុវិស័យនិងបេសកកម្មឲ្យមានភាពប្រកបវិជ្ជានិងច្បាស់លាស់គឺជារឿងមួយដ៏សំខាន់បំផុតហើយគឺជារឿងដំបូងគេដែលយើងត្រូវគិតត្រូវធ្វើពីព្រោះថាគឺជាចំណុចសំខាន់ដែលយើងចង់សម្រេចសម្រាប់សាលាផិនយើងចង់បានអីយើងចង់ទៅណាយើងចង់ធ្វើអីអញ្ចឹងគឺយើងត្រូវតែកំណត់វាបើយើងអត់កំណត់ទេគឺយើងនឹងមានការវង្វេងយើងមិនអាចវាស់វែងនៅអ្វីដែលយើងកំពុងតែធ្វើតើលទ្ធផលហ្នឹងវាបានក្នុងកម្រិតណាតែបើសិនបើយើងកំណត់វាច្បាស់លាស់យើងដឹងទិសដៅប្រកបវិជ្ជាដែលយើងត្រូវដែលយើងត្រូវធ្វើហើយធ្វើបាននៅក្នុងកម្រិតណាទី2ពាក់ព័ន្ធជាមួយនឹងកិច្ចការរដ្ឋបាលគឺដើរតួនាទីយ៉ាងសំខាន់មែនទែននៅក្នុងនោះវាអាចមានពាក់ព័ន្ធជាមួយនឹងដំណើរការនៃការធ្វើកិច្ចការដើម្បីទៅសម្រេចនៅគោលដៅដែលយើងចង់បានហើយដើម្បីយើងអាចធ្វើទៅដោយមានប្រសិទ្ធភាពយើងត្រូវមានការរៀបចំនៅចរន្តការងារមួយប្រកបវិជ្ជាច្បាស់លាស់សម្រាប់បុគ្គលិកបាទមានទាំងការរើសចូលការធ្វើការចាក់ចេញហើយទន្ទឹមនឹងគឺកិច្ចការងារនីមួយត្រូវមានចរន្តការងារចាប់ផ្ដើមពីកន្លែងណាហើយត្រូវឈប់កន្លែងណាហើយនឹងត្រូវបន្តហើយនឹងបញ្ចប់នៅត្រង់កន្លែងណាមួយដែលជាទូទៅយើងឬក៏យើងស្គាល់ថាជា SOP បាទ Standard Operating Procedure អញ្ចឹងគឺសំខាន់មែនទែនគឺប្រាប់ពីរបៀបរបបនៃការធ្វើការនឹងហើយក្នុងកិច្ចការងាររដ្ឋបាលនេះផងដែរគឺវាពាក់ព័ន្ធជាមួយនឹងការប្រកាសរើសសិស្សានុសិស្សឲ្យចូលរៀនការទទួលសិស្សចូលរៀនដំណើរការនៃការចូលរៀនណាបាទការតំណែងឆ្លើយឆ្លងជាមួយនឹងអតិថិជននិងអាណាព្យាបាលសិស្សានុសិស្សក៏វាស្ថិតនៅក្នុងផ្នែកកិច្ចការរដ្ឋបាលនឹងដែរទី3ពាក់ព័ន្ធជាមួយនឹងកម្មវិធីសិក្សាអញ្ចឹងកម្មវិធីសិក្សាគឺជារឿងមួយដ៏សំខាន់ដែរដែលយើងចង់ឲ្យសម្រេចនៅគោលដៅផងយើងតើយើងយកកម្មវិធីសិក្សាបែបណាដើម្បីបណ្ដុះបណ្ដាលដើម្បីអនុវត្តដើម្បីយើងអាចសម្រេចនៅគោលដៅផងយើងអញ្ចឹងការជ្រើសរើសកម្មវិធីសិក្សាមួយគឺទាមទារការគិតការតាមដានការវិភាគហើយនឹងការធ្វើដោយអំណត់ដោយច្បាស់លាស់ហើយមានការអាប់ដេតជាប្រចាំដើម្បីធ្វើយ៉ាងណាជួយសម្រួលការបរៀនក៏ដូចជាការសិក្សារបស់សិស្សានុសិស្សហ្នឹងគឺឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយនៅក្នុងនោះក៏យើងត្រូវមានការពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូដើម្បីឲ្យគាត់ស៊ីជម្រៅគាត់យល់អំពីកម្មវិធីសិក្សាហ្នឹងដើម្បីគាត់អាចយកទៅបណ្ដុះបណ្ដាលសិស្សានុសិស្សក៏ដូចជាមានប្រព័ន្ធនៅក្នុងការតាមដានទាំងការបរៀនក៏ដូចជាការរៀនរបស់សិស្សានុសិស្សហើយនឹងប្រព័ន្ធបន្ទុករបស់សិស្សានុសិស្សផងដែរបាទដើម្បីយើងអាចតាមដានដឹងថាតើសិស្សានុសិស្សផងយើងគាត់រៀនតន់រៀនមិនតន់ហើយកម្រិតបន្ទុកឬក៏ការយល់ដឹងការចូលរួមផងគាត់នៅក្នុងកម្រិតណាគឺយើងត្រូវមានប្រព័ន្ធជាក់លាក់ច្បាស់លាស់មួយទី4ពាក់ព័ន្ធជាមួយនឹងផ្នែកហិរញ្ញវត្ថុគឺសំខាន់មែនទែនប្រសិនបើយើងអត់មានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុច្បាស់លាស់ហើយនឹងខ្លាំងទេយើងអត់អាចធ្វើការវិភាគទិន្នន័យយើងអត់អាចធ្វើការរៀបចំនៅការចំណាយហើយនឹងចំណូលច្បាស់លាស់អញ្ចឹងធ្វើឲ្យការសម្រេចចិត្តរបស់យើងគឺវាអត់បានត្រឹមត្រូវហើយកិច្ចការងារហ្នឹង
របស់ដែលត្រូវចំណេញយើងអត់ដឹងថាចំណេញរបស់ដែលខាតយើងអត់ដឹងថាខាតអញ្ចឹងការសម្រេចចិត្តផងយើងធ្វើទៅគឺវាអាចធ្វើឲ្យការសម្រេចចិត្តផងយើងនឹងវាខុសអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុយើងត្រូវមានការរៀបចំទាំងពី annual budget plan ការរៀបចំការចំណូលចំណាយបាទផែនការប្រចាំឆ្នាំការគ្រប់គ្រងការចំណាយគ្រប់គ្រងការចំណូលហើយនិងគ្រប់គ្រងប្រាក់ចំណេញក៏ដូចជាការរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗហ្នឹងគឺឲ្យបានត្រឹមត្រូវច្បាស់លាស់ងាយស្រួលដែលយើងអាចមើលឃើញទិន្នន័យដើម្បីសម្រួលដល់ការសម្រេចចិត្តរបស់យើងតើយើងអាចបន្តយើងមិនអាចបន្តឬក៏យើងអាចត្រូវពង្រីកសាខាបន្ថែមឬក៏មិនពង្រីកហើយរបស់ណាខ្លះដែលយើងត្រូវកាត់ចំណាយឬក៏យើងត្រូវបង្កើនការចំណាយដើម្បីយើងអាចតាក់ទាញរកចំណូលបានអញ្ចឹងវាត្រូវការរបាយការណ៍ហិរញ្ញវត្ថុដើម្បីជួយឲ្យការសម្រេចចិត្តផងយើងធ្វើទៅដោយត្រឹមត្រូវហើយប្រកបវិជ្ជាទី5ពាក់ព័ន្ធជាមួយនឹងធនធានមនុស្សអញ្ចឹងធនធានមនុស្សគឺសំខាន់ណាស់អញ្ចឹងប្រសិនបើយើងជ្រើសរើសមនុស្សបានត្រឹមត្រូវគឺធ្វើឲ្យដំណើរការបានល្អដោយសារគាត់មានចំណេះដឹងគាត់យល់អំពីចរន្តការងារហ្នឹងហើយអញ្ចឹងការអនុវត្តផងគាត់គឺវាមានភាពត្រឹមត្រូវច្រើនហើយប្រកបជាច្រើនអញ្ចឹងលទ្ធផលក៏វាបានល្អប្រសើរទៅតាមហ្នឹងតែប្រសិនបើយើងរើសធនធានដែលអត់ល្អការគ្រប់គ្រងអត់មានប្រសិទ្ធភាពអញ្ចឹងធ្វើឲ្យលទ្ធផលការងារក៏វាអត់បានល្អប្រសើរដែរហើយកាលណាដែលយើងរើសដែលមនុស្សអត់បានល្អហ្នឹងគឺចរន្តនៃការចិញ្ចោរបស់បុគ្គលិកហ្នឹងក៏វាច្រើនធ្វើឲ្យការគ្រប់គ្រងហើយនឹងលទ្ធផលការងារក៏វាធ្លាក់ចុះទៅតាមនឹងអញ្ចឹងដើម្បីយើងអាចជ្រើសរើសមនុស្សបានត្រឹមត្រូវល្អប្រសើរយើងត្រូវមានប្រព័ន្ធនៃការគ្រប់គ្រងធនធានមនុស្សហ្នឹងគឺប្រកបវិជ្ជាច្បាស់លាស់ហើយត្រឹមត្រូវក៏ដូចជាដើរតាមគោលការណ៍របស់ក្រសួងការងារហើយនឹងក្រសួងដែលពាក់ព័ន្ធទន្ទឹមនឹងគឺបុគ្គលិកមានអត្ថប្រយោជន៍ក៏ដូចចុងក្រោយគេគឺប្រព័ន្ធបច្ចេកវិទ្យាប្រព័ន្ធបច្ចេកវិទ្យាគឺដើរតួនាទីយ៉ាងសំខាន់មែនទែននៅក្នុងការគ្រប់គ្រងទិន្នន័យក្នុងការធ្វើដោយសារតែនៅពេលដែលយើងមានប្រព័ន្ធបច្ចេកវិទ្យាច្បាស់លាស់គឺល្អហើយនឹងទាន់សម័យយើងងាយស្រួលនៅក្នុងការធ្វើការងារវាបានលឿនបានរហ័សហើយយើងអាចទាញទិន្នន័យបានភ្លាមតាន់ពេលវេលាដែលយើងអត់ចាំបាច់ចាំយូរអញ្ចឹងប្រសិនបើយើងមិនមានប្រព័ន្ធបច្ចេកវិទ្យាទំនើបទេធ្វើឲ្យការងារផងយើងមានការយឺតយ៉ាវអញ្ចឹងប្រព័ន្ធទិន្នន័យនេះគឺសំខាន់មែនទែនរួមបញ្ចូលទាំង School Management System ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងការរៀនការបរិញ្ញាក៏ដូចជាប្រព័ន្ធបន្ទុកក៏ដូចជាការតំណែងជាមួយនឹងលោកលោកស្រីដែលជាអាណាព្យាបាលពាក់ព័ន្ធជាមួយនឹងប្រព័ន្ធគ្រប់គ្រងបុគ្គលិកប្រព័ន្ធប្រាក់បៀវត្សប្រព័ន្ធផ្សេងនៅក្នុងហ្នឹងអញ្ចឹងគឺវាជួយសរុបទៅកត្តាទាំង6ហ្នឹងគឺដើរតួនាទីសំខាន់មែនទែនដែលអាចជួយឲ្យសាលាដំណើរការទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាមិញសាលាមួយចំនួនគឺវាអាស្រ័យដែរវាទៅលើប្រភេទសាលាខ្នាតតូចខ្នាតមធ្យមនិងខ្នាតធំជាទូទៅសាលាធំគឺគេមានប្រព័ន្ធនៃការគ្រប់គ្រងច្បាស់លាស់ហើយល្អប្រសើរហើយតម្លៃសាលាខ្នាតមធ្យមខ្លះមានខ្លះមិនទាន់មានហើយបើខ្នាតតូចភាគច្រើនអាចថាគាត់នៅមានការខ្វះខាតច្រើនដូច្នេះខាង JC Cambodia បាទគឺជា platform មួយហើយមានព័ត៌មានជាច្រើនដែលប្រមូលផ្ដុំទៅដោយសាលាល្បីល្អជាច្រើនដែលសម្រួលដល់លោកលោកស្រីដែលជាអាណាព្យាបាលគាត់អាចធ្វើការត្រិះរិះពិចារណាក្នុងការជ្រើសរើសតើគាត់ចង់បានសាលាណាមួយល្អសម្រាប់កូនផងគាត់នឹងហើយដើម្បីអាចដាក់កូនគាត់ចូលរៀនបានអញ្ចឹងណាបាទហើយក្រៅពីនេះ JC Cambodia ក៏មាននៅសេវាកម្មជាច្រើនដោយសារតែធនធានមនុស្សនៅក្នុង JC Cambodia គាត់ជាបុគ្គលដែលនៅក្នុងវិស័យអប់រំឆ្លងកាត់ការបដិបដាលឆ្លងកាត់ការធ្វើការមានបទពិសោធន៍លើសពី20ឆ្នាំអញ្ចឹងការយល់ដឹងការស្វែងយល់អាចយល់បានច្រើនពាក់ព័ន្ធជាមួយនឹងសាលាកន្លែងណាគួរកន្លែងណាមិនគួរកន្លែងណាត្រូវអភិវឌ្ឍកន្លែងណាមិនត្រូវអភិវឌ្ឍកន្លែងណាមានហានិភ័យកន្លែងណាអាចនឹងមានការបាត់បង់គឺគាត់អាចស្វែងយល់គាត់អាចដឹងហើយទន្ទឹមនឹង JC Cambodia ក៏បានរៀបចំនៅ template
ការងារមួយចំនួនហើយ template ទាំងអស់ហ្នឹងគឺសំខាន់មែនទែនដែលយើងឲ្យឈ្មោះថា School Management and Academic Toolkit អញ្ចឹងគាត់អាចជាវបានយកទៅប្រើប្រាស់ហើយវាជួយសម្រួលខ្ញុំជឿជាក់ថា form ទាំងអស់នេះ template ទាំងអស់នេះវាដូចជាចរន្តការងារមួយអញ្ចឹងបាទហើយវាសំខាន់មែនទែនអញ្ចឹងលោកលោកស្រីអាចជាវយកទៅប្រើប្រាស់បានហើយទន្ទឹមនឹងគឺ form ទាំងអស់នេះនិយាយស្មោះត្រង់ទៅគឺលើកទឹកចិត្តដល់សាលាខ្នាតតូចនិងមធ្យមបាទដោយសារតែជឿជាក់ថាភាគច្រើនពួកគាត់អត់ទាន់មានប្រព័ន្ធហើយអ្នកខ្លះក៏គាត់មានដែរមានប្រព័ន្ធប៉ុន្តែអាចជាវយកទៅមើលបានដើម្បីជួយជាគំនិតជួយជាយោបល់បន្ថែមនៅក្នុងហ្នឹងដើម្បីជួយឲ្យដំណើរការសាលារបស់គាត់កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតអញ្ចឹងណាបាទជាក់ស្ដែង form ទាំងអស់ហ្នឹងលោកលោកស្រីអាចdownload អាចទាញបាទអាចស្រាវជ្រាវបាទពី Chat GPT ពី Google ពី Gemini អីបានអញ្ចឹងណាប៉ុន្តែគ្រាន់តែថាប្រសិនបើយើងស្រាវជ្រាវយើងអាចថាត្រូវការពេលវេលាយូរបាទត្រូវការពេលវេលាប៉ុន្តែនេះយើងមានស្រាប់ហើយតម្លៃសមរម្យមែនតើដែលគាត់អាចជាវយកទៅមើលយកទៅប្រើប្រាស់បានអញ្ចឹងណាហើយ form ហ្នឹងគឺសំខាន់មានទាំងភាសាខ្មែរមានទាំងភាសាអង់គ្លេសហើយគឺមានច្រើនមែនតើមាននៅក្នុងផ្នែកប្រតិបត្តិការហើយនឹងការងាររដ្ឋបាលហើយទី2គឺទៅលើធនធានមនុស្សទី3គឺទៅលើ finance ទី4ទៅលើផ្នែក academic ហើយបូកជាមួយនឹងនៅប្រធានបទសម្រាប់ធ្វើការបដិបដាលមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងលោកគ្រូនិងបុគ្គលិកបាទដែលជាប្រធានបទសំខាន់សម្រាប់ពួកគាត់ដើម្បីគាត់យល់ដឹងហើយគាត់អាចមានចំណេះដឹងយកទៅការអនុវត្តបន្ថែមខ្ញុំសូមបញ្ជាក់ផងដែរនៅក្នុងផ្នែករដ្ឋបាលហើយនិងធនធានមនុស្សនោះក៏វាមាន SOP មួយចំនួននៅក្នុងហ្នឹងខ្ញុំជឿថាវាមិនគ្រប់ទេប៉ុន្តែនេះគឺជាអ្វីដែលយើងមានហើយវាអាចជួយដល់លោកស្រីមួយចំនួនហើយក្រៅពីហ្នឹងគឺមាន employee handbook បាទមាន employee contract ហើយនឹងមានរបស់ច្រើនទៀតនៅក្នុងហ្នឹងអញ្ចឹងលោកស្រីអាចស្វែងយល់បន្ថែមបាននៅក្នុងហ្នឹងហើយប្រសិនបើមានចំណាប់អារម្មណ៍មានតម្រូវការអីផ្សេងៗអាចតាក់ទងតាមលេខទូរស័ព្ទដែលបានបង្ហាញជូនឬក៏តាមរយៈ website ខាងលើអរគុណច្រើនជំរាបលា